Hello សួស្តីអ្នកនរគ្នាសូមស្វាគមន៍មកកាន់ Credit School យើងចូលទៅដល់ subject Java-C បដាយើងចូលមេរៀនទី2នៅក្នុងមេរៀនទី2នេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពី variable ហើយខ្ញុំសូមដាក់ variable គឺប្រើដើម្បីអីអូខេ variable គឺប្រើដើម្បីអី variable គឺគេប្រើវាដើម្បីធ្វើការស្តុកតម្លៃឬក៏ចាប់យកតម្លៃណាមួយដែលយើងបោះឲ្យឧទាហរណ៍ក្នុងភាសាខ្មែរយើងតែងតែរៀននៅក្នុងគណិតវិទ្យាគេដាក់ថាតាំង x ស្មើនឹង5អូខេតាំង x ស្មើនឹង5ហើយយើងក៏អាចប្រើវានៅក្នុង JavaScript ដែរ JavaScript គឺយើងប្រើអីគេយើងដាក់ var x ស្មើនឹង5ដូចគ្នាអូខេឥឡូវខ្ញុំទៅ alert ខ្ញុំទៅ document .write ដាក់ x អូខេ x ពេលខ្ញុំទៅបើក page អូខេ5ខ្ញុំដាក់199ទៅ web page 199អូខេនេះហើយគឺជាការប្រកាស variable បើអ្នកទាំងអស់ប្រកាសនៅក្នុង C# គឺយើងប្រើ new មុនហើយបើយើងប្រើក្នុង VB គឺស្តីគ្នា VB គឺប្រើ keyword មួយ dim អូខេអញ្ចឹងពីដូចវាស្តីគ្នានេះបើអ្នកអត់ចេះ programming អញ្ចឹងវាស្តីគ្នាទេអូខេឥឡូវខ្ញុំបង្រៀនពី JavaScript ក្នុងការបង្កើត variable យើងត្រូវប្រើ x ហើយក្នុងការបង្កើត variable យើងមិនអាចដាក់ឈ្មោះទៅពេញទៅពីបានទេឧទាហរណ៍ថាខ្ញុំដាក់តម្លៃ x ស្មើ199នៅពេលខ្ញុំសេក្នុងនេះដាក់ x ធំ web page អត់ឃើញទេដោយសារអីដោយសារ x ទូចដល់ពេលយើងបង្កើត x ធំអញ្ចឹងវាប្រកាន់អក្សរទូចអក្សរធំអូខេទេថា1នៅពេលខ្ញុំបង្កើតក្នុងនេះខ្ញុំដាក់អក្សរ v ធំតែ an ទូចទៅពេល web page ក៏ដាក់ដែរឧទាហរណ៍ខ្ញុំដាក់អក្សរ v ទូចហើយខ្ញុំដាក់អក្សរ a ធំយ៉ាងណាក៏ដឹកអត់ដែរដោយសារអីដោយសារវាខុសគ្នាដាច់ខាតគឺដូចនេះទាំងស្រុងបើទូចគឺទូចទាំងអស់បើធំគឺធំទាំងអស់អូខេអញ្ចឹងមានន័យថាអានេះជា copy មកផាសក្នុងអានេះគឺមិនចេះខុសទេមានន័យថាបើប្រកាសមិនជឿទៅហៅអញ្ចឹងមិនថាតូចធំអីក៏ដោយហើយនៅក្នុងការសរសេរ variable គឺមានវិធី3យ៉ាងទី1គឺយើងប្រើ underscore ក៏បានដែរឧទាហរណ៍ខ្ញុំដាក់ underscore ក្នុងនេះខ្ញុំទៅ web page អូខេដល់ធម្មតាឧទាហរណ៍ខ្ញុំដាក់ដុល្លារហើយនៅក្នុងដុល្លារអូខេគឺដាក់ធម្មតាអត់បញ្ហាទេតែបើយើងដាក់លេខវិញដាក់អត់តែជាមើល refresh page ដាក់អត់ខ្ញុំគិតថាមិនដាក់ទេអូខេអញ្ចឹងក្នុងការបង្កើត variable យើងអាចសរសេរដុល្លារនៅខាងមុខក៏បានឬក៏ underscore ក៏បានដែរអត់បញ្ហាទេហើយចំពោះលេខវិញគឺយើងអាចដាក់បានត្រឹមតែពីក្រោយទេដាក់ពី3ទៅដល់ពី2អូខេអញ្ចឹងគឺជា variable ហើយយើងអាចប្រើបង្កើតបានហើយនៅក្នុងការសរសេរ variable មានលក្ខខណ្ឌតែ3គត់ទី1ចាប់ផ្ដើមជាមួយនឹងដុល្លារក៏បានទី2ចាប់ផ្ដើមជាមួយនឹង underscore ក៏បានហើយទី3ចាប់ផ្ដើមជាមួយនឹងអក្សរ letter តែបញ្ចប់ទៅវិញជាមួយអីពេលបញ្ចប់ទៅវិញគឺយើងបញ្ចប់ជាមួយដុល្លារក៏បានបញ្ចប់ជាមួយ underscore ក៏បានជាមួយ letter ក៏បានឬក៏បញ្ចប់ជាមួយនឹងលេខ number ក៏បានដែរអូខេនេះជាការសរសេរនេះ start of variable name អូខេនេះ variable name ហើយនេះ in of variable name អូខេអញ្ចឹងជាការសរសេរការប្រកាសផ្សេងឈ្មោះរបស់ variable ដើម្បីប្រកាស variable បានគឺយើងប្រើពាក្យ keyword មួយថា var ហើយយើងដាក់ក្នុងនេះ name ជាលក្ខណៈវាយើងអាចចាប់ដើមជាមួយដុល្លារក៏បាន underscore ក៏បាន letter ក៏បានដែរហើយបញ្ចប់ទៅវិញទាំងអស់ប៉ុន្តែនេះចាំថានៅក្នុងការសរសេរ variable ដាច់ខាតគឺមានតែចំណុច3យ៉ាងគិតទី1ប្រើដុល្លារទី2 underscore ទី3ជាអក្សរទី4ជា number យើងមិនអាចប្រើជាលក្ខណៈដូចជាថាខ្ញុំដាក់ទងជ្រូកទៅពេល refresh ក្នុងនេះទ្រង់ជ្រូកដែរ refresh page អត់ដើរទេវាស្គាល់ទេវាស្គាល់តែ3គត់គឺអក្សរដុល្លារ underscore ស្គាល់ដុល្លារ underscore អក្សរហើយនឹង number
អូខេតែបែងទេខ្ញុំបង្កើតឈ្មោះហើយខ្ញុំសូមបញ្ជាក់ម្ដងទៀតគេបង្កើត variable ដើម្បីអី variable គឺបង្កើតឡើងដើម្បីធ្វើការស្ទាត់តម្លៃឧទាហរណ៍ខ្ញុំឲ្យតម្លៃវ៉ាន់នេះស្មើនឹង99នៅពេលយើងសរសេរមកដាក់បង្ហាញនៅក្នុង document គឺវ៉ាន់ស្មើនឹង199ហើយខ្ញុំដាក់តម្លៃជា string ដាក់ឈ្មោះរបស់ខ្ញុំ Nara ដល់ពេលខ្ញុំទៅ refresh page បោកមក Vanara ជា string ហើយខ្ញុំចង់ដាក់វាជា number លក្ខណៈ5.5 9.5 ទៅ refresh page អូខេ 9.5 អញ្ចឹងយើងវាយទៅ keyword var មួយប៉ុណ្ណោះយើងអាចស្ទាស់ស្ទើរតែគ្រប់តម្លៃហើយជា string ជា double ហើយមានថា boolean ទៀតគឺមាន true ដល់ពេល refresh page គឺ true គេដាក់ fail ពេលទៅ refresh page គឺ fail ហើយនៅមានតម្លៃមួយទៀតគេហៅថា null ទៅ refresh page null នេះគឺ copy 0 null បានន័យថា variable នេះគឺគ្មានតម្លៃទេគឺវាស្មើនឹង define ឧទាហរណ៍ខ្ញុំប្រកាសវាចោលហើយខ្ញុំមិនដាក់តម្លៃទេដល់ពេល refresh page ដាក់ undefined បានន័យថាស្មើនឹង null ហ្នឹងឯងមិនមែន null ហើយនឹង undefined គឺផ្ទុយពី0គឺជាតម្លៃមួយគឺស្មើ0ប៉ុន្តែ undefined បានន័យថាគឺទទេម្ដង variable គឺគ្មានតម្លៃសុទ្ធតែម្ដងអូខេតែបើសិនជា0គឺមានតម្លៃស្មើ0អូខេអញ្ចឹងវាខុសគ្នាអូខេតទៀតនេះជាការបង្កើត variable ប៉ុន្តែខ្ញុំដាក់ variable មួយជា string ដាក់ថា one ហើយខ្ញុំបន្ថែមក្នុងនេះខ្ញុំដាក់ជា string មកខ្ញុំដាក់ my name is ហើយខ្ញុំចង់ត string ទៀតដាក់ variable ម្ដងខ្ញុំដាក់ string បូកជាមួយ variable ខ្ញុំប្រើគេខ្ញុំដាក់សញ្ញាបូកខ្ញុំដាក់ថា one ទៅពេល refresh page អូខេ my name Vanara អូខេអញ្ចឹងនេះជាការប្រើ string បូកជាមួយ string ហើយយើងចង់ភ្ជាប់ string មួយ string មួយទៀតខ្ញុំបង្កើត keyword មួយទៀតខ្ញុំដាក់ var ខ្ញុំដាក់my name ខ្ញុំដាក់ថា string ដាក់ថាmy name is ខ្ញុំបិទ line វាហើយខ្ញុំលុបនេះចោលខ្ញុំដាក់ថា my name នៅពេលទៅ refresh page អូខេអត់ផ្លាស់ប្ដូរទេអញ្ចឹងនេះជាការប្រើ string បូក string យើងចង់ save string ក្នុង double quote ក៏បានយើងចង់ my name ក៏បានដែរអូខេនេះជាការប្រើ string បូក string គឺជាការ string ភ្ជាប់ជាមួយ string តែបើយើងប្រើលេខវិញឧទាហរណ៍ខ្ញុំវាយ99ខ្ញុំដាក់លេខ1អូខេអញ្ចឹងវានឹងខ្លាយទៅជា number អូខេ9បូក1គឺ100អូខេ100ហើយតទៀតនេះជាការប្រើ string ហើយប៉ុន្តែខ្ញុំចង់សរសេរមួយទៀតខ្ញុំចង់សរសេរមួយឡានតែម្ដងទេខ្ញុំដាក់ one ដាក់my name is ហើយខ្ញុំចង់ដាក់ឈ្មោះរបស់ខ្ញុំនៅក្នុង double quote ឬក៏ single quote ឧទាហរណ៍ខ្ញុំដាក់នេះដាក់ Vanara double quote នៅពេលខ្ញុំ refresh page ខ្ញុំលុបវាចោលទៅ refresh page អូខេ my name is ឃើញ double quote នេះជា single quote ទៅឈ្មោះរបស់ខ្ញុំជារបស់ខ្ញុំចង់ដាក់ double quote វិញខ្ញុំជំនួយឈ្មោះរបស់ខ្ញុំនេះខ្ញុំដាក់ថា string ចេះហើយនឹងចេះមិនក៏ចេញវាដំណើរការអញ្ចឹងឃើញជាលក្ខណៈជាអក្សរដែរប៉ុន្តែជាលក្ខណៈអក្សរដែលមានទូនាទីខ្ញុំបាននិយាយមេរៀនមុនអញ្ចឹងហើយថាបើសិនជាក្រៅ double quote គឺមានទូនាទីគឺអក្សរដ៏ធំទេខ្មៅទេអូខេបាទនេះគឺជា string អញ្ចឹងដើម្បីនៅពេល refresh page save ពេល refresh page គឺវាដំណើរការទេអញ្ចឹងធ្វើយ៉ាងម៉េចអញ្ចឹងយើងទៅដាក់មួយគេហៅ slash back យើងប្រើ slash back ដើម្បីអីយើងប្រើ slash back នេះគឺដើម្បីចាប់យក string នេះ slash back បូកជាមួយ double string គឺស្មើ double string ពេល refresh page ហើយ please save ទៅ refresh page អូខេយើង double string អូខេអត់តែគឺយើងអាចប្រើមួយទៀតបានដែរយើងលុបវាចោលទាំងអស់ហើយយើងលុប double string សងខាងនេះយើងយក single string គឺជា parent វិញអញ្ចឹងវានឹងបង្ហាញបារ៉ាដែរអូខេអញ្ចឹងនេះជាការប្រើប្រាស់រវាង string នៅក្នុង string អូខេឥឡូវនេះ variable គឺមានតែប៉ុណ្្នឹងទេខ្ញុំបន្តទៅមួយទៀតតទៅជាមួយនឹង global variable អ្វីដូចជា scope variable អូខេ variable មាន scope 2ទី1 global ទី2 local ខ្ញុំដាក់ variable នេះ
ម្នាក់មានវណ្ណរាខ្ញុំទៅចិត្តទាំងអស់ខ្ញុំដាក់ function មួយចាត់ថា local ខ្ញុំដាក់ var ដូចគ្នាហើយខ្ញុំដាក់ថា this is local variable អូខេហើយខ្ញុំដាក់ document .write 1 អូខេនេះជា global variable ហើយនេះគឺជា local variable ហើយវិញបានជាខ្ញុំនិយាយថានេះជា global ហើយនេះជា local ដោយសារតែ global គឺវាដើរតួនាទីស្ទើរតែគ្រប់ document មកថាវាដើរក្នុង document នេះគឺវាមានតួនាទីទាំងអស់ក្នុង document ទៅកន្លែងនោះក៏ហៅវាបានដែរអូខេអញ្ចឹងមិនថាវាជាទូទៅយើងអាចប្រើទៅកន្លែងណាក៏បានដែរប៉ុន្តែផ្ទុយទៅវិញបើសិនជាយើងប្រកាសវានៅក្នុង local នៅក្នុង function នេះប៉ុន្តែ variable នេះគឺមានតួនាទីនៅក្នុង function នេះទេវាអត់មានតួនាទីនៅខាងក្រៅទេពេល interface អូខេដែរបាទដែរសួរថាមិនក៏មិនចេញអានេះអត់ចេញទេចុះថាខ្ញុំបង្កើត variable មួយទៀតខ្ញុំដាក់ថា copy ខ្ញុំដាក់to ស្លាស់ឥឡូវជាមើល flash page អត់ដល់ទេអូខេអត់ស្លាស់ទេ to បាទមើល flash page អូខេ to ស្លាស់មិនន័យថានៅពេលដែលយើងដាក់ថាវណ្ណរាក្នុង global នេះមិនន័យថាយើងនឹងចាប់យកតម្លៃប៉ុណ្នេះប៉ុន្តែខ្ញុំបង្កើតនេះមួយទៀតបើន័យថានេះគឺលុបចោលហើយវានឹងចាប់យកម្ដងទៀតវានឹងកែប្រែនេះអូខេយ៉ាងនេះតែបើថាលុបវាចោលអូខេលុបវាចោលក៏បានដែរពេល flash page ដែរមិនន័យថាវានឹងលុបតម្លៃចាស់វានឹងផ្លាប់ដូរតម្លៃក្នុងនេះចុះក្នុងនេះខ្ញុំដាក់ one data មិនក៏មិនចាប់យកនេះខ្ញុំលុបនេះចោលខ្ញុំដាក់ one ដូចគ្នាទៅហើយមិនក៏មិនផ្លាប់ដូរមកនេះវិញពេល flash page នៅតែលើដែរអូខេអញ្ចឹងវាអត់មានទូនាទីអីដែល access នៅក្នុងទេថា one ប្រកាសនៅក្នុង function នេះអញ្ចឹង one គឺដើរតែក្នុង local នេះទេគឺมันអាចទៅ access ទៅខាងនេះហើយអានេះគឺវា access ខាងក្រៅទាំងអស់នេះมันអាចទៅក្នុងបានទេអូខេអញ្ចឹងនេះជាការប្រើ global អូខេតទៀតឧទាហរណ៍ថាខ្ញុំដាក់អានេះបានតែមកខ្ញុំដាក់ local យកតែម្ដងហើយខ្ញុំដាក់ document.write ខ្ញុំមួយសិន document.write បានអូខេទៅ press page អូខេខ្ញុំដាក់ break line មួយសិនbreak line អូខេខ្ញុំ break line នេះទេនេះ this is local variable ហើយបានជា load នេះមុនដោយសារដាក់ function នេះមុនហើយបាន load អានេះអូខេពេលដែលដាក់ function នេះវានឹង load ចាប់យក function នេះមុនចាប់យក document.write 1អានេះហើយនឹងហើយយើងដាក់អានេះមកបន្ទាប់ពី local អូខេជាងការប្រើ variable ក្នុង one នៅក្នុង global ហើយ local គឺផ្សេងគ្នាការប្រើ local គឺនៅក្នុង function ឬក្នុងទីតាំងណាមួយដែល double create នេះគឺវាមិនទៅក្នុងនោះទេហើយ global គឺវាប្រើទាំងអស់អូខេគ្រប់ line អូខេតទៀតអូខេតទៀតឧទាហរណ៍ថាខ្ញុំមិញដាក់វាអូខេឥឡូវថាវាជា local variable នេះប៉ុន្តែខ្ញុំចង់មានលក្ខខណ្ឌមួយមានន័យថាខ្ញុំអត់ចង់ខ្ញុំលុបវាចោលអស់កុំឲ្យញ៉ៃបាក់មើលខ្ញុំចង់ផ្លាស់ប្ដូរតម្លៃនេះជា local variable ប៉ុន្តែខ្ញុំចង់ផ្លាស់ប្ដូរតម្លៃ global នេះទៅជាតម្លៃនេះវិញអញ្ចឹងធ្វើដើម្បីខ្ញុំយក function នេះដើម្បីធ្វើការកែប្រែតម្លៃរបស់ global variable អញ្ចឹងធ្វើមិនយើងលុបវាចោលអញ្ចឹងអានេះគឺជានេះហើយអូខេពេល select ទៅអូខេអញ្ចឹងតែមួយទេនៅពេល fresh page នេះ local ខ្ញុំខ្ញុំដាក់ var វិញទៅ fresh page
mày nè phần làm lại ha vì ở cặp ra đấy ha và nó global hồi anh ấy cơ bản hai thế nó bị đạp va hay với bậc cả variable thông mấy một tiết sầm đạp local chứng ông bây giờ tôi chỉ muốn này thế thế mà như va cháu chứng anh ấy viên này chạm vào đi bên select từ thứ hai là va mình bên select ok và mình mà đây tha anh ấy cái tầm mùi nó p để dương đạo va giờ mình va tới đạo văn tới trong viên chấp nhận lại đi ta biến đạo va vì chập local thế tiếp được khó để xa tại và ní dương ở đạo variable chẳng vì chia variable chắc đó global là cái pra ok này cặp chỉ ca access ពី local ទៅកាន់ variable មិនហើយយើងប្រើ function នេះដើម្បីបដូរតម្លៃរបស់ global variable មួយទៀតខ្ញុំចង់លុបវាចោលខ្ញុំមកចង់ញញទេហើយខ្ញុំចង់ដាក់តម្លៃវាជាកន្លែង global តែម្ដងអូខេនេះ global 1នេះមានន័យថាយើងបង្កើតវាជា variable លេខជា local ដាក់ global global ដោយសារយើងអីអត់ដាក់ var បើយើងអត់ដាក់ var ទេដាក់ one បានន័យថាវានឹងមានតម្លៃគ្រប់ទីកន្លែងស្មើនឹងតម្លៃ global អូខេទៅ page ដែលឧទាហរណ៍ខ្ញុំបង្កើត function មួយទៀត global goal global ខ្ញុំដាក់document ខ្ញុំ copy មកដាក់មកទៅខាត់អូខេហើយខ្ញុំហៅ function មកប្រើខ្ញុំដាក់ global copy paste អូខេអត់ឥឡូវមើលថាតម្លៃក្នុង function នេះគឺ this is global variable យើងដាក់ v keyword ទេអញ្ចឹងkeyword នេះគឺយើងអាច access ក្នុងនេះបានដោយសារអីដោយសារនេះយើងអត់មាន variable ទេពេល page this global variable អូខេយើងខ្ញុំដាក់ local នេះគឺអត់មានដាក់ document right ទេ document right គឺមាននៅក្នុង global នេះទេហើយ document right នេះវានឹងតែហៅ one នៅក្នុងនេះព្រោះថា one នេះគឺជា global variable អញ្ចឹង global variable គឺ access គ្រប់ទីកន្លែងដោយគ្រាន់តែយើងចង់ access ទៅកាន់ global variable យើងកុំដាក់ var បើយើងដាក់ var មានន័យថាយើងបង្កើតវាគឺជា local variable នៅក្នុង function នេះមួយអូខេអញ្ចឹងនៅក្នុងមេរៀនហ្នឹងគឺមានតែប៉ុណ្្នឹងទេចំពោះ variable បើទាំងអស់មានចម្ងល់អាចធ្វើការសាកសួរលក្ខណៈ account តាមរយៈ account នៅក្នុង Facebook នេះជួយដល់ខ្មែរទៅសួរមកបើមានចម្ងល់ចង់សួរអីជួយតាមហ្នឹងចូល JavaScript ហើយនៅក្នុងនេះគឺមានចម្ងល់តាមមេរៀនមួយៗពេលคลิกមេរៀនហ្នឹងហើយយើងចាប់ដើមសួរជាមួយនឹងនេះ comment ពី Facebook account សួរបានឬក៏យើងអាច log in សិនចាំចូលសួរអូខេអញ្ចឹងផានប៉ុណ្្នឹងទេរបៀបការប្រើ variable ខ្ញុំសរុបឡើងវិញការសរសេរឈ្មោះ variable សរសេរឈ្មោះវាបានគឺមានលក្ខណៈ3យ៉ាងទី1យើងប្រើដុល្លារក៏បាន underscore ក៏បានដុល្លារក៏បាន underscore ក៏បាន letter ក៏បាន number ក៏បានប៉ុន្តែ number ដាច់ខាតគឺនៅពីក្រោយហើយអា3នេះចង់នៅពីមុខក៏បានពីក្រោយក៏បានប៉ុន្តែ number ដាច់ខាតគឺនៅពីក្រោយយ៉ាងនេះអូខេមួយហើយកម្មការ variable មានពីរយ៉ាងទី1var ជាលក្ខណៈ public គឺនៅខាងក្រៅ function ហើយមួយទៀតគឺមិនបាច់ប្រើក៏ដាក់ជាឈ្មោះរបស់ variable ម្ដងនៅក្នុង function ឬក៏ខាងក្រៅ function ក៏បានដែរអញ្ចឹងកម្មការ variable មានពីរយ៉ាងទី1បើយើងប្រើ var គឺនៅខាងក្រៅ function ទី2បើយើងមិនប្រើ var ទេដាក់ឈ្មោះយកម្ដង name variable ម្ដងអញ្ចឹងអូខេមិនបាច់ដាក់កន្លែងណាក៏វាជា public ជា global ដែរអូខេអញ្ចឹងមេរៀននេះសូមចប់ប៉ុណ្ណឹងសូមអរគុណបាយបាយ